Ok សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះត្រឡប់មកកាន់វីដេអូកាត់សក់យើងទៀតហើយម៉ូដសក់ដែលខ្ញុំកំពុងកាត់នេះគឺឈ្មោះថា High Fade គឺយើងឈូសបែបស្មៅសបែបខ្ពស់ផងដែរហើយវីដេអូនេះដែរយើងឆ្លើយតបទៅកាន់ comment ជាងដែលគាត់សួរខ្ញុំថារើសជាងឬមួយក៏អត់ហើយវីដេអូនេះចង់បញ្ជាក់ប្រាប់បងប្អូនថាខ្ញុំអត់ទាន់រើសជាងទេដោយសារតាកន្លែងខ្ញុំទៅនឹងចាប់ផ្ដើមបើកបាន3ខែទេដូច្នេះខ្ញុំអត់ទាន់ត្រូវការជាងទេដោយសារតែខ្ញុំមិនទាន់ជាសបោភ្ញៀវកាត់ទេបងប្អូននឹងស្រាប់ហើយយើងទៅតែចាប់ផ្ដើមមិនទាន់មានគេសូវស្គាល់ទេដូច្នេះទៅខ្ញុំខំប្រឹងធ្វើវីដេអូដើម្បីមានបងប្អូនស្គាល់កាន់តែច្រើនគាត់បានមកជួយកាត់សក់កាន់តែច្រើនទៅដើម្បីខ្ញុំបានដាក់ជាងផ្សេងគាត់បានការងារធ្វើផងដែរចឹងហើយបងប្អូនជួយ share ខ្ញុំទៅគឺមិនអត់ប្រយោជន៍ទេកាលណាគេស្គាល់ខ្ញុំច្រើនទៅក៏ខ្ញុំអាចផ្ដល់ឱកាសការងារទៅដល់ជាងយើងដែលគាត់មិនមានកន្លែងកាត់ខ្លួនឯងគាត់មិនទាន់មានហាងគាត់អាចស៊ីភាគរយក៏ដូចជាមានការងារបានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពផងដែរអញ្ចឹងបងប្អូនជួយ share ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំធ្វើវីដេអូទៅបានគេឃើញគេស្គាល់ច្រើនគេជួយកាត់ខ្ញុំទៅក៏ខ្ញុំអាចផ្ដល់ឱកាសការងារឲ្យជាងយើងដែលគាត់មិនទាន់មានហាងផងដែរហើយឃើញជាងយើង comment បែបនេះខ្ញុំក៏មានចិត្តអាណិតគាត់ផងដែរតែធ្វើមិនបងប្អូនខ្ញុំទៅចាប់ផ្ដើមខ្ញុំអត់អាចយកជាងមកបានទេដោយសារយើងយកមកក៏គាត់អត់មានការងារធ្វើដែរព្រោះខ្ញុំមានភ្ញៀវមួយទេអញ្ចឹងខ្ញុំទៅតែសន្សំមួយនៅឡើយទេអញ្ចឹងហើយបើបងប្អូនយើងកុំភ្លេចជួយ share ម្នាក់មួយផងដើម្បីឲ្យមានគេឃើញកាន់តែច្រើនទៅបានគេមកជួយកាត់សក់ទៅខ្ញុំបានផ្ដល់ការងារឲ្យពួកគាត់ហើយសប្តាហ៍ថ្ងៃនេះខ្ញុំកាត់តែឯងទេយប់ឡើងក៏ខ្ញុំសម្រាប់នៅនឹងហាងនឹងផងដែរគឺខ្ញុំបោសសម្អាតវាស្អាតហើយខ្ញុំសម្រាប់កន្លែងនេះបងប្អូនអញ្ចឹងសប្តាហ៍ថ្ងៃគឺខ្ញុំសម្រាប់នៅក្នុងហាងនឹងទេដោយសារតាយើងមិនទាន់មានលទ្ធភាពទៅថាទៅជួកន្លែងដើម្បីបន្ទប់ដើម្បីសម្រាប់ផ្សេងទេបងប្អូនព្រោះយើងជួកន្លែងនេះក៏ថ្លៃដែរហើយរាល់ថ្ងៃខ្ញុំរកមិនសូវជាបានប្រហែលទេបានតែមកបងថ្លៃផ្ទះនឹងចាយវាជាប្រចាំថ្ងៃបន្តិចបន្តួចទេអញ្ចឹងខ្ញុំមិនទាន់អាចផ្ដល់ឱកាសការងារឲ្យបងប្អូនយើងជាងបានទេសង្ឃឹមថាខ្ញុំធ្វើវីដេអូទៅដើម្បីមានបងប្អូនស្គាល់កាន់តែច្រើនដើម្បីទៅខ្ញុំអាចផ្ដល់ឱកាសការងារឲ្យពួកគាត់បានហើយបញ្ជាក់ទីតាំងបងប្អូនខ្ញុំកាត់នៅក្រុងប៉ោយប៉ែតបងប្អូនចិត្តច្រកអន្តរជាតិក្រុងប៉ោយប៉ែតយើងផងដែរបើបងប្អូនស្រឡាញ់ចូលចិត្តក៏អាចមកសាកធ្វើដៃកងត្រស្នាដៃខ្ញុំបានផងដែរបងប្អូនហើយចំពោះខ្ញុំកាត់ត្រឹមតែម្នាក់ 10000 រៀលទេអញ្ចឹងបើបងប្អូនចូលចិត្តកុំភ្លេចជួយ share ឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូថ្មី